គុណចាស់អង្គចាក់ខោសង្ឃរោដែលលោកសាសួរណៃយ៉ាវប៉ាណៃយ៉ាវនៅក្នុងសង្ឃគុណណាសង្ឃគុណហ្នឹងគឺចែកជាពីរមួយអត្តហេតគុណមួយបរហេតគុណប៉ុណ្ណានៅសុបដិបណ្ណោឧជុបដិបណ្ណោហើយញាយបដិបណ្ណោសាមីចេបដិបណ្ណោនឹងគឺអត្តហេតគុណគុណដែលជាប្រយោជន៍សម្រាប់ព្រះអរិយសង្ឃនឹងណាដែលលោកបានប្រតិបត្តិដោយល្អដោយត្រង់ព្រឹត្តប្រតិបត្តិដើម្បីបានដឹងនៅព្រះនិព្វានព្រឹត្តទៅដើម្បីសិលសមាធិបញ្ញានឹងឯចំណែកអាហុណាយោបាវណាយោតេខិណាយោអញ្ជលិករណីយោអនុត្តរង្គបញ្ញខេតាំងលោកសៈនឹងគឺជាបរហេតគុណបានន័យថាគុណនៅក្នុងព្រះសង្ឃនឹងឯងប៉ុន្តែគុណនឹងគឺសម្រាប់អនុគ្រោះប្រយោជន៍ដល់សត្វលោកគឺបានន័យថាតេតួងនឹងភាពដែលព្រះសង្ឃនឹងជាព្រះអរិយសង្ឃនឹងឯងបានជាគូទទួលនៅបច្ច័យ4នឹងឯងអំពីពុទ្ធបរិស័ទនឹងដែលគួរទទួលនៅអ្វីដែលជាក្តីគោរពកោតក្រែងដីជ្រះថ្លារបស់មនុស្សនិងទេវតាព្រោះលោកជាស្រែបុណ្យគណាព្រះអង្គទ្រង់សម្ដែងភាពជាព្រះអរិយសង្ឃហ្នឹងមាន7ពួកណានៅក្នុងសង្ឃគុណហ្នឹងទៀតគណាមាន7ពួកគឺឧបតោភគវិមុតតិបញ្ញាវិមុតតិកាយសក្ខីតថេបតោសទ្ធាវិមុតតោធម្មានុសារីសទ្ធានុសារី7ហ្នឹងណារាប់ពីក្រោមទៅវិញក៏បាន1សទ្ធានុសារី2ធម្មានុសារី3សទ្ធាវិមុតតិ4ទិដ្ឋិបតោ5កាយសក្ខី6បញ្ញាវិមុតតិ7ឧបតោភគវិមុតតិនឹងគឺជាស្រែបុណ្យរបស់មនុស្សនិងទេវតាចឹងដែលព្រះអង្គទ្រង់សម្ដែងនៅក្នុងសង្ឃគុណហ្នឹងដែលជាប្រសង្ឃសាវករបស់ព្រះតមានពុទ្ធាលោកដែលជាឧបតោភគវិមុតតិហ្នឹងគឺលោកបានវិមុតតិទាំងពីរហ្នឹងចឹងកណាគឺសម្រាប់បាននៅអរូបឈានហើយបានសម្រេចនៅព្រះអរហន្តទៀតសម្រេចព្រះអរហត្តផលជាព្រះអរហន្តហើយបញ្ញាវិមុតតិហ្នឹងមិនបានសម្រេចដល់អរូបឈានទេណាអញ្ចឹងគឺចែកទៅឧបតោភគវិមុតតិហ្នឹងមាន5ពួកគឺណាគឺបានសម្រេចអរូបឈានទី1ហើយបានសម្រេចព្រះអរហត្តផលទៅហើយបានអរូបឈានទី2បានព្រះអរហត្តផលបានអរូបឈានទី3បានអរហត្តផលបានអរូបឈានទី4បានអរហត្តផលហើយមួយអង្គទៀតគឺប្រសើរលើសប្រសើរលើស4ពួកហ្នឹងគឺចេញអំពីនិរោធសមាបត្តិមកគឺអនាគាមិផលកើតឡើងអត់មានប្រវាំងទេណាគឺចាប់ផ្ដើមចេញពីនិរោធហ្នឹងមកគឺបើនិយាយដោយអនន្តរបច្ច័យហ្នឹង
នៃវសញ្ញានាសញ្ញាយតនៈកុសលហ្នឹងជាអនន្តរបច្ច័យនៃអនាគាមិផលប៉ុណ្ណានឹងឯងចឹងបើចេញពីសមាបត្តិដតីដូចជាឈានសមាបត្តិក្តីឬក៏ចេញអំពីផលសមាបត្តិក្តីគឺភវាំងកើតឡើងណាដែលចេញពីនិរោធសមាបត្តិគឺបើព្រះអរហន្តក៏អរហត្តផលទៅតែក្នុងទីនេះគឺនិយាយពីព្រះអនាគាមិបុគ្គលដែលមានកម្លាំងសមថៈនិងវិបស្សនាចូលនិរោធសមាបត្តិបានតែនៅចេញមកគឺអនាគាមិផលកើតហ្នឹងឯងរួចបានធ្លាក់ចុះកម្មភវាំងអញ្ចឹងទៅបាននៅទ្វេរវិធ័យចិត្តកើតមកជាវិបស្សនាសម្រាប់ព្រះរហ័តទៅនឹងគឺឧបតោភគវិមុតបុគ្គលនឹងលើសគេក្នុង5ពួកហ្នឹងហើយចំណែកបញ្ញាវិមុតបុគ្គលហ្នឹងមាន5ពួកដែរគឺសម្រាប់ដោយរូបឈាន4ដែលជាចតុកណីហ្នឹងវាអស់ត្រឹមរូបឈាន4ហ្នឹងហើយបឋមឈានមានអង្គ5ទុតិយឈានគឺលះបង់នៅវិតកវិចារៈហ្នឹងហើយបានតតិយឈានចតុតិឈានទៅហើយបញ្ញាវិមុតបុគ្គលមកពួកទៀតហ្នឹងគឺថាសុខវិបស្សកៈតែម្ដងអត់មានសម្រាប់ឈានអីទេដោយវិបស្សនាញាណហ្នឹងឲ្យបានសម្រាប់ព្រះអរហន្តទៅប៉ុណ្ណានឹងមាន5ពួកដែរបញ្ញាវិមុតណាហើយដល់ទៅកាយសក្ខីកាយសក្ខីគឺបានរបៀបដោយតែឧបតោភគវិមុតអញ្ចឹងគ្រាន់តែថានៅជាព្រះសេកបុគ្គលណាបានសម្រាប់នៅសោតាបត្តផលសកតិគិផលអនាគាមិផលហ្នឹងក៏នៅប៉ុណ្ណឹងទៅហៅថាកាយសក្ខីមាននាមកាយហ្នឹងគឺអរូបឈាមនឹងឯងជាបន្តហៅថាកាយសក្ខីហ្នឹងមានកាយជាបន្តសក្ខីសក្ខីភាពសម្រាប់អរូបឈាមណាហ្នឹងហៅកាយសក្ខីបុគ្គលជាព្រះសេកបុគ្គលបានរូបឈាមបានអរូបឈាមហ្នឹងយើងនិយាយងាយស្ដាប់មកហើយនឹងទិដ្ឋិបត្តៈទិដ្ឋិក្នុងទីនេះគឺជាតួបញ្ញាប៉ុន្តែដោយយើងសន្ទនាថ្ងៃមុនគុណចាស់អង្គតាលោកតាសួរពីទិដ្ឋិហ្នឹងអត់មានចាំបាច់ចេញសមាទិដ្ឋិទេទិដ្ឋិបត្តោគឺដល់ដោយទិដ្ឋិក្នុងទីនេះគឺបញ្ញាត្រាស់ដឹងសច្ចៈ4ប៉ុណ្ណាគឺបានត្រាស់ដឹងនៅសច្ចៈទាំង4នឹងឯងចឹងប៉ុណ្ណាហ្នឹងឯងហើយអត់មានសម្រាប់ដល់ទៅអរូបឈានអីទេហ្នឹងរបៀបដូចជាបញ្ញាវិមុតបុគ្គលអញ្ចឹងតែនៅជាព្រះសេកបុគ្គលជាព្រះអរហន្តទៅជាបញ្ញាវិមុតសម្រាប់ព្រះអរហត្តផលតែក្នុងទីនេះទិដ្ឋិបត្តៈបុគ្គលហ្នឹងគឺជាព្រះសេកបុគ្គលតែប៉ុណ្ណោះណានឹងបាន4ណាហើយទី5គឺសទ្ធាវិមុតបុគ្គលសទ្ធាវិមុតបុគ្គលហ្នឹងគឺបុគ្គលហ្នឹងជាព្រះសេកបុគ្គលដែរប៉ុន្តែនៅក្នុងខ្សែនៃសទ្ធាធុរៈព្រោះដល់ពេលបានសម្រេចសោតាបត្តមៈទៅសទ្ធានុសារីចាប់ពីសោតាបត្តផលទៅក្នុងភាពជាព្រះសេកបុគ្គលហ្នឹងគឺសទ្ធាវិមុតហើយប៉ុន្តែសម្រាប់សោតាបត្តមៈហ្នឹងជាធម្មានុសារីដល់ទៅពេលសោតាបត្តផលទៅហ្នឹងគឺទិដ្ឋិបត្តៈណាព្រោះទិដ្ឋិបត្តៈទិដ្ឋិហ្នឹងគឺជាបញ្ញានឹងជាខ្សែរបស់ធម្មានុសារីហ្នឹងហើយបើសទ្ធាវិមុតទៅហ្នឹងខ្សែរបស់សទ្ធានុសារី
យ៉ាងម៉េចសទ្ធានុសារីថាបុគ្គលនឹងក្រាស់ទៅដោយសទ្ធានឹងឯងបញ្ញាមុំចឹងទៅហើយធម្មានុសារីគឺក្រាស់ទៅដោយបញ្ញាសទ្ធាក៏មុំទៅតាមហ្នឹងចឹងបុគ្គលដែលជាសទ្ធាថឹកហ្នឹងដល់ពេលសម្រេចសោតាបត្តមៈហ្នឹងគឺជាសទ្ធានុសារីហើយក្នុងសោតាបត្តមៈហ្នឹងនឹងឯងដែលហៅថាបដិបណ្ណកោបុគ្គលដែលតាំងនៅក្នុងមគ្គ4ហ្នឹងឈ្មោះថាបដិបណ្ណកៈបុគ្គលហើយបុគ្គលតាំងនៅក្នុងផលហៅថាផលេថិតោណាផលេថិតៈបុគ្គលគឺបុគ្គលតាំងនៅក្នុងផលដែលជាលោកតរវិបាកណាក្នុងបុគ្គលបញ្ញត្តិហ្នឹងមានបដិបណ្ណកោផលេថិតោបដិបណ្ណកោហ្នឹងគឺបុគ្គលតាំងនៅក្នុងមគ្គផលេថិតៈបុគ្គលគឺតាំងនៅក្នុងផលអញ្ចឹងចំពោះសទ្ធានុសារីធម្មានុសារីហ្នឹងគឺជាបដិបណ្ណកៈបុគ្គលដែលតាំងនៅក្នុងសោតាបត្តមៈនឹងឯងហើយបើទៅតាមខ្សែហ្នឹងបើថាសទ្ធានុសារីនឹងក៏ជាសទ្ធាវិមុតតបុគ្គលទៅហើយបើថាជាធម្មានុសារីទេនឹងក៏ជាទិដ្ឋិបត្តៈបុគ្គលទៅណាក៏ប៉ុន្តែបើថាជាបុគ្គលជាអ្នកបានសម្រេចនៅរូបឈានអរូបឈាននឹងដល់ពេលបានតាំងនៅក្នុងភាពជាព្រះសេកបុគ្គលហ្នឹងពីសោតាបត្តផលទៅដល់អរហត្តមគ្គហ្នឹងក៏ជាកាយសក្ខីបុគ្គលទៅព្រោះបាននៅអរូបឈានចឹងឯងគឺក្នុងភាពជាព្រះអរិយបុគ្គលចាប់តាំងពីសោតាបត្តមគ្គរហូតទៅព្រះអរហន្តហ្នឹងមិនផុតពីពនាមទាំង7ហ្នឹងទេណាគឺថាមានពនាមណាមួយជាមិនខានចូលក្នុង7ហ្នឹងឯងចឹងគឺជាបុគ្គលដែលព្រះដ៏មានវិភាកបានប្រកាសសម្ដែងជាតេខិណយបុគ្គលដ៏ប្រសើរនឹងឯងពុទ្ធអង្គទ្រង់ប្រកាសសរសើរនៅព្រះសង្ឃព្រះសង្ឃ